ខ្ញុំប្រកាសអាណាសូមត្រាប់ថ្វាយបង្គំដល់ព្រះអង្គទាំង3រូបហើយនឹងជម្រាបសួរលោកគ្រូនិងមករំខានទាំងអស់គ្នាខ្ញុំបាទឈ្មោះរ៉ាសុខួចដែលមិនសមលោកគ្រូបានដាក់ឲ្យសិស្សសានសិស្សក្នុងថ្នាក់អានមេរៀនតែថ្ងៃនេះខ្ញុំមកអានមេរៀនទី6ដែលជាសេចក្តីប្រកាសព័ត៌មានគោលបំណងនៃមេរៀននៅចុងបញ្ចប់នៃអង្គភាពនេះអ្នកគួរតែអាចពន្យល់ប្រវត្តិសង្ខេបនៃសេចក្តីប្រកាសព័ត៌មាននិងការវត្តរបស់វាពន្យល់ផ្នែកជាមូលដ្ឋាននៃសេចក្តីប្រកាសព័ត៌មាននិងរបៀបរៀបចំវាឲ្យប្រកបដោយប្រសិទ្ធភាពកំណត់គោលបំណងនៃសេចក្តីប្រកាសព័ត៌មានឲ្យសមស្របទៅនឹងសាធារណជនគោលដៅនិងប្រព័ន្ធផ្សព្វផ្សាយអនុវត្តជំហានសរសេរសេចក្តីប្រកាសព័ត៌មានដែលមានចំណងជើងតាក់ទាញនឹងខ្លឹមសារច្បាស់លាស់វិភាគឧទាហរណ៍សេចក្តីប្រកាសព័ត៌មានដើម្បីកំណត់ភាពខ្លាំងនិងភាពខ្សោយនៃការសរសេរប្រើប្រាស់ទម្រង់និងទិន្នន័យឲ្យសមស្របដើម្បីបង្កើនភាពជឿជាក់នៃសេចក្តីប្រកាសព័ត៌មានមួយសេចក្តីផ្ដើមសេចក្តីប្រកាសព័ត៌មានគឺជាឧបករណ៍ស្នូលនៅក្នុងទំនាក់ទំនងសាធារណៈដែលអ្នកជំនាញ PR ប្រើជាប្រចាំដើម្បីបញ្ជូនព័ត៌មានសំខាន់ពីអង្គភាពអតិថិជនឬព្រឹត្តិការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនមិនថាអ្នកកំពុងប្រកាសអំពីការចេញផលិតផលថ្មីការបើកសាខាឬការរៀបចំកម្មវិធីសប្បុរសធម៌នោះទេសេចក្តីប្រកាសព័ត៌មានគឺជាវិធីផ្លូវការដើម្បីបង្ហាញរឿងរ៉ាវរបស់អ្នកប្រកបដោយជីវវិទ្យាគោលបំណងសំខាន់នៃសេចក្តីប្រកាសព័ត៌មានគឺផ្ដល់ព័ត៌មានដែលមានតម្លៃនិងគួរឲ្យចាប់អារម្មណ៍ដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីអ្នកសារព័ត៌មាននិងជំរុញឲ្យពួកគេសរសេរអត្ថបទអំពីអង្គភាពរបស់អ្នកទោះជាយ៉ាងណាមិនមែនសេចក្តីប្រកាសព័ត៌មានទាំងអស់សុទ្ធតែទទួលបានការផ្សព្វផ្សាយនោះទេហេតុផលរួមមានកង្វះវិសាលភាពមិនពាក់ព័ន្ធនៃខ្លឹមសារឬការសរសេរដោយខ្វះភាពតាក់ទាញនិងជីវវិទ្យានេះការយល់ដឹងអំពីរបៀបសេចក្តីប្រកាសព័ត៌មានឲ្យបានល្អគឺជាជំនាញចាំបាច់សម្រាប់អ្នក PR ដែលចង់ឲ្យសាររបស់ខ្លួនទៅដល់សាធារណជននៅក្នុងមេរៀននេះយើងនឹងសរសេរអំពីប្រវត្តិនៃសេចក្តីប្រកាសព័ត៌មានផ្នែកជាមូលដ្ឋានរបស់វានិងជំហានជាក់ស្ដែងក្នុងការសរសេរវាយើងក៏អាចមើលឧទាហរណ៍ដើម្បីបង្ហាញពីរបៀបអនុវត្តជំនាញក្នុងការងារ PR ពីប្រវត្តិសង្ខេបនៃសេចក្តីប្រកាសព័ត៌មានសេចក្តីប្រកាសព័ត៌មានគឺជាឧបករណ៍ទំនាក់ទំនងសាធារណៈនាពេលបច្ចុប្បន្នហើយវាបានរីកចម្រើនទាំងការប្រើប្រាស់និងសារៈសំខាន់តាមពេលវេលាសេចក្តីប្រកាសព័ត៌មានត្រូវបានបង្ហាញឡើងនៅចុងសតវត្សឆ្នាំ1700វាជាធម្មតាវាត្រូវបានសរសេរក្នុងទម្រង់ជារឿងព័ត៌មានធម្មតាដោយបង្ហាញទស្សនៈរបស់អង្គភាពដែលផ្សព្វផ្សាយវាអ្នកកែសម្រួលអត្ថបទកាសែតនិងអ្នកយកព័ត៌មានតែងប្រើការពិតទម្រង់និងព័ត៌មានផ្សេងៗពីសេចក្តីប្រកាសព័ត៌មានដើម្បីបន្ថែមលើរឿងរបស់ពួកគេឬគ្រប់គ្រងភាពត្រឹមត្រូវនិងភាពជឿជាក់នៅពេលខ្លះពួកគេប្រើសេចក្តីប្រកាសដដែលដែលជាមូលហេតុដែលវាត្រូវសរសេរក្នុងទម្រង់ព័ត៌មានសេចក្តីព័ត៌មានបានចាប់ផ្ដើមឡើងនៅសហរដ្ឋអាមេរិកដោយក្រុមហ៊ុនផ្លូវដែកធំៗប្រើវាដើម្បីចែករំលែកព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយមិនយូរប៉ុន្មានវាបានក្លាយជាឧបករណ៍មិនអាចខ្វះសម្រាប់អាជីវកម្មនិងអង្គភាពគ្រប់ទម្រង់រួមទាំងអ្នកស្វែងរកប្រាក់ចំណេញនិងអ្នកធ្វើការងារផ្ដោតលើសង្គមមិនគិតពីប្រាក់ចំណេញផងដែរសេចក្តីប្រកាសត្រូវបានគេឃើញថាជាការផ្សាយពាណិជ្ជកម្មដោយសារមេត្តាដែលផ្ដោតលើការលើកស្ទួយខ្លួនឯងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថែមទាំងគិតថ្លៃសម្រាប់ការចេញផ្សាយវាទៀតផងប៉ុន្តែមិនយូរប៉ុន្មានវាបានផ្លាស់ប្ដូរទៅជាប្រភពព័ត៌មានឥតគិតថ្លៃដែលអ្នកសារព័ត៌មានអាចជ្រើសរើសប្រើប្រាស់តាមតម្រូវការដោយធ្វើឲ្យវាក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់ទំនាក់ទំនងតាមឡើយសេចក្តីប្រកាសព័ត៌មានមានទម្រង់បែបបុរាណជាទូទៅប្រវែង1ឬ2ទំព័រប៉ុន្តែសប្តាហ៍ថ្ងៃជារួមការរីកចម្រើននៃអ៊ីមែលនិងប្រព័ន្ធផ្សព្វផ្សាយ Digital ទម្រង់បែបបុរាណនេះមិនសូវជាកត្តាសំខាន់ទេអ្វីដែលលេចធ្លោគឺខ្លឹមសារដ៏ទាក់ទាញងាយចែករំលែកភ្លាមៗនិងចំណាយតិចធ្វើឲ្យសេចក្តីប្រកាសនៅតែជាឧបករណ៍ដ៏សកម្មក្នុងទំនាក់ទំនងសាធារណៈអ្នកជំនាញ PR ក៏ផ្សព្វផ្សាយសេចក្តីប្រកាសទៅកាន់សាធារណជនសំខាន់ៗដូចជាបុគ្គលិកនិងវិនិយោគិនដែលចាប់អារម្មណ៍នឹងសកម្មភាពអង្គភាពស្តីងនឹងប្រព័ន្ធផ្សព្វផ្សាយ
សេចក្តីប្រកាសព័ត៌មានជាឧបករណ៍ស្នូលនៃទំនាក់ទំនងសាធារណៈមានប្រវត្តិចាប់ផ្ដើមតាំងពីដើមសតវត្សទី20ដោយជាពិសេសតាមរយៈការរួមចំណែករបស់លោក Evile ដែលត្រូវបានគេស្គាល់ថាជាបិតានៃទំនាក់ទំនងសាធារណៈទំនើបលោក Evile អ្នកជំនាញលោក Evile ដែលអ្នកជំនាញនឹងប្រើនឹងអ្នកប្រឹក្សាទំនាក់ទំនងជនជាតិអាមេរិកបានផ្លាស់ប្ដូរវិជាសាស្ត្រទំនាក់ទំនងរបស់ក្រុមហ៊ុនជាមួយសាធារណជននិងប្រព័ន្ធផ្សព្វផ្សាយតាមរយៈការណែនាំគំនិតបែបថ្មីដោយផ្អែកដែលផ្ដោតលើភាពស្មោះត្រង់និងតម្លាភាពដើម្បីបង្កើតទំនុកចិត្តនិងរូបភាពវិជ្ជមាននៅឆ្នាំ1996លោក E.V. Lee បានសរសេរអត្ថបទប្រកាសព័ត៌មានដំបូងគេក្នុងប្រវត្តិសាស្ត្របន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់មួយរបស់ក្រុមហ៊ុន Pennsylvania ដែលលោកធ្វើការជាអ្នកប្រឹក្សាជំនួសឲ្យការលាក់បាំងព័ត៌មានឬបញ្ចេះការសួរចម្ងល់ពីអ្នកសរសេរព័ត៌មានលោកបានសម្រេចចិត្តសរសេរសេចក្តីថ្លែងការណ៍ខ្លីមួយដែលមានលក្ខណៈច្បាស់លាស់និងផ្ទុកនៅការពិតអំពីហេតុផលនោះហើយបានផ្ញើវាទៅកាន់សារព័ត៌មានផ្សេងៗការផ្ដល់ព័ត៌មាននេះមិនត្រឹមតែបានជួយឲ្យក្រុមហ៊ុនគ្រប់គ្រងវិបត្តិបានល្អប្រសើរប៉ុណ្ណោះទេថែមទាំងបានបង្កើតគំរូថ្មីមួយសម្រាប់ការទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាននេះបានក្លាយជាឧបករណ៍សំខាន់ដែលអនុញ្ញាតឲ្យអង្គភាពផ្សេងៗអាចបង្ហាញរឿងរ៉ាវរបស់ខ្លួនដោយផ្ទាល់ទៅកាន់សាធារណជនដោយមិនចាំបាច់ឆ្លងកាត់អ្នកសារព័ត៌មានជាមុនការរួមចំណែករបស់លោក Evile មិនត្រឹមតែបង្កើតប្រវត្តិសាស្ត្រនៃសេចក្តីប្រកាសព័ត៌មានប៉ុណ្ណោះទេថែមទាំងបានបង្ហាញពីសារៈសំខាន់នៃការសរសេរដែលមានគុណភាពខ្ពស់សេចក្តីប្រកាសព័ត៌មានដំបូងរបស់លោកបានបង្ហាញថាភាពសាមញ្ញភាពត្រឹមត្រូវនិងការបញ្ចេញសារដែលទាន់ពេលវេលាអាចផ្លាស់ប្ដូរទស្សនៈរបស់សាធារណជនចំពោះអង្គភាពមួយបានលើពីនេះវិធីសាស្ត្ររបស់លោកក៏បានបញ្ជាក់ថាការនិយាយសាធារណៈនិងការសរសេរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធឧទាហរណ៍បន្ទាប់ពីការចេញផ្សាយសេចក្តីប្រកាសព័ត៌មានលោក Evile ក៏បានធ្វើការនិយាយផ្ទាល់ជាមួយអ្នកសារព័ត៌មានដើម្បីបញ្ចូលបន្ថែមនិងឆ្លើយសំណួរដែលបានបង្ហាញពីសមត្ថភាពរបស់លោកក្នុងការប្រើទាំងជំនាញសរសេរនិងការនិយាយសាធារណៈដើម្បីគ្រប់គ្រងសាធារណៈចំណុចទី3សេចក្តីប្រកាសព័ត៌មានរួមប្រកបដោយប្រសិទ្ធភាពសេចក្តីប្រកាសព័ត៌មានគួរតាក់ទងនឹងព័ត៌មានពិតប្រាកដវាគួរតែខ្លីច្បាស់មានការពិតត្រឹមត្រូវបានត្រួតពិនិត្យឲ្យបានហ្មត់ចត់និងស្អាតវាត្រូវឆ្លើយសំណួរនរណាអ្វីកន្លែងណាពេលណាហេតុអ្វីនៅកថាខណ្ឌដំបូងនិងរៀបចំព័ត៌មានតាមលំដាប់សំខាន់ពីលើចុះក្រោមឈ្មោះអ្នកទំនាក់ទំនងលេខទូរស័ព្ទនិងការបរិច្ឆេទផ្សាយត្រូវបញ្ជាក់ឲ្យច្បាស់សេចក្តីប្រកាសគួរមានត្រឹម2ទំព័រប្រសិនបើមានព័ត៌មានបន្ថែមអ្នកអាចភ្ជាប់ឯកសារបន្ថែមដូចជាសញ្ញាការពិតជីវប្រវត្តិឬគិតបានដើម្បីផ្ដល់ព័ត៌មានលម្អិតបន្ថែមទោះបីសេចក្តីប្រកាសព័ត៌មានជាឧបករណ៍សំខាន់ក្នុងទំនាក់ទំនងសាធារណៈក៏ដោយក៏វាគ្រាន់តែជាផ្នែកមួយក្នុងចំណោមឧបករណ៍ជាច្រើនវាដើរតួជាវិធីសាស្ត្រចម្បងសម្រាប់ផ្សព្វផ្សាយព័ត៌មាននិងសារសំខាន់ទៅកាន់សាធារណជននិងពិភពខាងក្រៅប្រកបដោយប្រសិទ្ធភាពសម្រងការដកស្រង់មានសារៈសំខាន់នៅក្នុងសេចក្តីប្រកាសជាធម្មតាគួរដកសម្ដីពីប្រធានអង្គភាពឬអ្នកទទួលខុសត្រូវលើកម្មវិធីដែលប្រកាសសម្រងជួយបន្ថែមអត្ថន័យនិងភាពរស់រវើកគួរប្រើសម្រងដែលបង្ហាញទស្សនៈឬចំហលក្ខណៈសេចក្តីប្រកាសព័ត៌មានខ្លួនឯងគួរផ្ដោតលើការពិតប្រភេទនៃសេចក្តីប្រកាសព័ត៌មានអ្នកអាចសរសេរអំពីផលិតផលថ្មីការបើកផលិតផលឡើងវិញការជ្រើសរើសបុគ្គលិកព្រឹត្តិការណ៍ពិសេសការផ្ដល់ពានរង្វាន់ជាដើមភាពតាក់ទងក្នុងស្រុកសេចក្តីប្រកាសព័ត៌មានល្អគួរមានទំនាក់ទំនងជាមួយតំបន់មូលដ្ឋានឧទាហរណ៍បើក្រុមហ៊ុនផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រនោះជាព័ត៌មានដែលអ្នកកាសែតក្នុងស្រុកអាចចាប់អារម្មណ៍ចំណុចទី4ផ្នែកជាមូលដ្ឋាននៃសេចក្តីប្រកាសព័ត៌មានសេចក្តីប្រកាសព័ត៌មានដែលមានប្រសិទ្ធភាពជា
វាត្រូវមានផ្នែកសំខាន់ដែលរៀបចំឡើងដើម្បីបម្រើអ្នកមានជាពិសេសអ្នកសារព័ត៌មាននិងធានាថាសារត្រូវបានបញ្ជូនចេញផ្នែកទាំងនេះរួមមានកចំណងជើងគឺជាផ្នែកដំបូងដែលអ្នកអានឃើញដូច្នេះវាត្រូវតែខ្លី10ទៅ15ពាក្យច្បាស់និងទាក់ទាញវាគួរសង្ខេបខ្លឹមសារសំខាន់និងបង្ហាញភាពថ្មីស្រឡាងឧទាហរណ៍មិនល្អក្រុមហ៊ុនយើងបើកសាខាថ្មីល្អក្រុមហ៊ុនបើកសាខាទី10នៅខេត្តសៀមរាបបង្កើតការងារ100កន្លែងកថាខណ្ឌដំបូងកថាខណ្ឌនេះឆ្លើយសំណួរ 5W18 ដែលមានដូចជា who what when where why how ដើម្បីផ្ដល់រូបភាពទូទៅភ្លាមវាគួរខ្លី2ឬ3ប្រយោគគួរផ្ដោតលើចំណុចសំខាន់បំផុតឧទាហរណ៍ក្រុមហ៊ុន ABC នឹងបើកដំណើរការរោងចក្រផលិតថ្មីនៅថ្ងៃទី15ខែឧសភាឆ្នាំ2025នៅខេត្តកំពង់ស្ពឺដើម្បីបង្កើនសមត្ថភាពផលិតកម្មនិងបម្រើតម្រូវការទីផ្សារអន្តរជាតិដោយប្រើបច្ចេកវិទ្យាទំនើបខ្លឹមសារបន្ទាប់ផ្នែកនេះផ្ដល់ព័ត៌មានលម្អិតបន្ថែមដូចជាសម្រង់ពីថ្នាក់ដឹកនាំឬអ្នកជំនាញដើម្បីបន្ថែមភាពរស់រវើកនិងភាពជឿជាក់ឧទាហរណ៍លោកហេងសំណាងវិសុទ្ធនាយកប្រតិបត្តិបានមានប្រសាសន៍ថារោងចក្រនេះនឹងជួយបង្កើនការងារ500កន្លែងនិងជំរុញសេដ្ឋកិច្ចសហគមន៍ទិន្នន័យឬប្រសិទ្ធភាពដើម្បីគ្រប់គ្រងការពិតទិន្នន័យឬស្ថិតិដើម្បីគ្រប់គ្រងការពិតឧទាហរណ៍ការវិនិយោគនេះមានតម្លៃ$15លានដោយរំពឹងថានឹងបង្កើតផលិតកម្ម30%ក្នុងរយៈពេល2ឆ្នាំបរិបទបញ្យល់បន្ថែមអំពីហេតុផលឬផលប៉ះពាល់ឧទាហរណ៍រោងចក្រនេះជាផ្នែកមួយនៃផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនទៅកាន់ទីផ្សារអាស៊ីនៅក្នុងទំនាក់ទំនងសាធារណៈការរៀបចំព័ត៌មានតាមលំដាប់សារៈសំខាន់ពីសំខាន់បំផុតទៅតិចសំខាន់គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធានាថាសារស្នូលត្រូវបានទទួលនិងយល់បានយ៉ាងច្បាស់ដោយទស្សនិកជនវិធីនេះតែគេស្គាល់ថាជា inverted pyramid ដាក់ព័ត៌មានសំខាន់បំផុតនៅក្នុងផ្នែកខាងលើហើយបន្តជាមួយព័ត៌មានបន្ថែមឬលម្អិតតាមក្រោយផ្នែកអំពីអង្គភាពកថាខណ្ឌខ្លីមួយដែលពិពណ៌នាអំពីអង្គភាពដើម្បីផ្ដល់បរិបទឧទាហរណ៍ ABC ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាបង្កើតឡើងក្នុងឆ្នាំ2010ជាមួយសាខាចំនួន10នៅទូទាំងអាស៊ីក្រុមហ៊ុនបញ្ញាផ្ដល់នូវផលិតផលប្រកបដោយគុណភាពព័ត៌មានទំនាក់ទំនងផ្ដល់ឈ្មោះលេខទូរស័ព្ទនិងអ៊ីមែលរបស់អ្នកទំនាក់ទំនងសម្រាប់សារព័ត៌មានឧទាហរណ៍សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងជាមួយលោកហេងសំណាងវឌ្ឍនៈតាមរយៈអ៊ីមែលsophia@gmail.com ឬ07-835-753ការបរិច្ឆេទតើសេចក្តីប្រកាសព័ត៌មានអាចផ្សាយភ្លាមឬត្រូវរងចាំដល់ថ្ងៃកំណត់ជាក់លាក់ឬជំហានសំខាន់ដើម្បីគ្រប់គ្រងពេលវេលាឬអត្តពលនៃការផ្សព្វផ្សាយជាធម្មតាអ្នកជំនាញ PR នឹងបញ្ជាក់នៅផ្នែកខាងលើនៅសេចក្តីប្រកាសដូចជាសម្រាប់ការផ្សាយភ្លាមឬផ្សាយនៅថ្ងៃទីការបរិច្ឆេទចំណុចទី5ប្រភេទនៃសេចក្តីប្រកាសព័ត៌មានសេចក្តីប្រកាសព័ត៌មានអាចប្រើសម្រាប់គោលបំណងផ្សេងៗគ្នាគឺវាអាស្រ័យលើតម្រូវការរបស់អង្គភាពប្រភេទទូទៅរួមមានផលិតផលថ្មីប្រកាសអំពីការចេញផលិតផលឬសេវាកម្មថ្មីឧទាហរណ៍ក្រុមហ៊ុន Tiger បើកដំណើរការទូរស័ព្ទឆ្លាតវៃមួយដែល X1 ជាមួយបច្ចេកវិទ្យា AI ព្រឹត្តិការណ៍ពិសេសផ្សព្វផ្សាយកម្មវិធីសរុបធម៌ឬវិធីបើកឧទាហរណ៍អង្គការ Grand Life រៀបចំវិធីដាំឈើ 16661 ដើមនៅខេត្តបាត់ដំបងការជ្រើសរើសឬសុខសិទ្ធិបុគ្គលិកប្រកាសអំពីថ្នាក់ដឹកនាំថ្មីឧទាហរណ៍ក្រុមហ៊ុន ABC តែងតាំងលោកហេងសុភាជានាយកប្រតិបត្តិថ្មីពានរង្វាន់ឬសមិទ្ធផលបង្ហាញពីការទទួលស្គាល់ឬជោគជ័យឧទាហរណ៍ក្រុមហ៊ុន
XYZ ទទួលបានពានរង្វាន់ក្រុមហ៊ុនបរិច្ឆេទល្អបំផុតឆ្នាំ2026ការដោះស្រាយវិបត្តិឆ្លើយតបនឹងព័ត៌មានអវិជ្ជមានឬបញ្ហាឧទាហរណ៍ក្រុមហ៊ុន ABC សំទោសអតិថិជនចំពោះបញ្ហាផលិតផលនិងផ្ដល់សំណងចំណុចទី6គន្លឹះដើម្បីធ្វើឲ្យសេចក្តីប្រកាសទទួលបានជោគជ័យផ្ដោតលើភាពជឿជាក់ធ្វើឲ្យប្រកាសថាសេចក្តីប្រកាសព័ត៌មានទំនាក់ទំនងជាមួយសាធារណជនគោលដៅជៀសវាងភាសាផ្សព្វផ្សាយហួសហេតុការប្រើភាសាផ្សព្វផ្សាយខ្លាំងពេកដូចជាពាក្យល្អបំផុតឬអស្ចារ្យដោយគ្មានភស្តុតាងជាក់លាក់អាចធ្វើឲ្យសេចក្តីប្រកាសឬសារបាត់បង់ភាពជឿជាក់ផ្ទុយទៅវិញបើការប្រើព័ត៌មានជាក់លាក់និងទិន្នន័យគ្រប់គ្រងជួយបង្កើនភាពគួរឲ្យទុកចិត្តនិងទាក់ទាញទស្សនិកជនឧទាហរណ៍មិនល្អផលិតផលរបស់យើងល្អបំផុតនៅលើពិភពលោកល្អផលិតផលរបស់យើងទទួលបានការវិយតម្លៃ5ផ្កាយពីអតិថិជន1666នាក់ប្រើសម្រង់ឲ្យមានអត្ថន័យសម្រង់គួរបន្ថែមទស្សនៈឬអារម្មណ៍មិនមែនធ្វើសារដដែលឧទាហរណ៍មិនល្អយើងបើករោងចក្រល្អរោងចក្រនេះផ្លាស់ប្ដូរជីវភាពគ្រួសាររាប់រយនៅក្នុងសហគមន៍ជ្រើសរើសពេលវេលាសមស្របសេចក្តីប្រកាសនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយមានឱកាសចាប់អារម្មណ៍មុនព្រឹត្តិការណ៍ធំឧទាហរណ៍ប្រកាសអំពីកម្មវិធីអប់រំមុនឆ្នាំសិក្សាថ្មីឧទាហរណ៍សេចក្តីប្រកាសព័ត៌មានខាងក្រោមជាឧទាហរណ៍សេចក្តីប្រកាសព័ត៌មានបរិញ្ញាចាកម្ពុជាជាសាសនាព្រះមហាក្សត្រក្រសួងអប់រំយុវជននិងកីឡាលេខ14សេចក្តីប្រកាសព័ត៌មានស្តីពីផលិតផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី8តុលាឆ្នាំ2024ក្រសួងអប់រំយុវជននិងកីឡាសូមជម្រាបជូនសាធារណជនជ្រាបថាការប្រកាសផលិតផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី8តុលា2024នឹងប្រព្រឹត្តទៅនៅថ្ងៃទី30ខែតុលាឆ្នាំ2024សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្ដាលនិងថ្ងៃទី31ខែតុលាឆ្នាំ2024សម្រាប់ខេត្តដទៃទៀតជាលទ្ធផលបេក្ខជនប្រឡងជាប់សរុប106,351នាក់ទៅជា79% នៃចំនួនបេក្ខជនមកប្រឡងបេក្ខជនជាប់នីតិ A ចំនួន2,216នាក់និងនីតិ B ចំនួន9,201នាក់និងនីតិ C ចំនួន22,675នាក់នីតិ D ចំនួន36,688នាក់នីតិ E ចំនួន85,076នាក់សេចក្តីដោយបានជំរាបជូនខាងលើសូមសាធារណជនមេត្តាជាព័ត៌មានថ្ងៃពុធ13រោចខែមកឃើញឆ្នាំឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី30ខែតុលាឆ្នាំ2024ចំណុចទី8សេចក្តីសន្និដ្ឋានសេចក្តីប្រកាសព័ត៌មានគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតនៅក្នុងទំនាក់ទំនងសាធារណៈដែលបម្រើជាស្ពានតភ្ជាប់រវាងអង្គភាពមួយនិងសាធារណជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយវាមិនត្រឹមតែជាឯកសារសម្រាប់បញ្ជូនព័ត៌មានប៉ុណ្ណោះទេប៉ុន្តែវាជាឱកាសដើម្បីបង្កើតរឿងរ៉ាវដែលអាចទាក់ទងចិត្តអ្នកអាននិងលើកកម្ពស់រូបភាពអង្គភាពតាមរយៈការសិក្សាមេរៀននេះអ្នកបានស្វែងយល់ពីប្រវត្តិនៃសេចក្តីប្រកាសព័ត៌មានផ្នែកជាមូលដ្ឋានរបស់វានិងជំហានក្នុងការសរសេរវាឲ្យប្រកបដោយប្រសិទ្ធភាពទោះបីជាសេចក្តីប្រកាសព័ត៌មានមានសក្តានុពលក្នុងការបង្កើតឥទ្ធិពលដ៏ក៏ដោយក៏ជាឧបករណ៍ដែលត្រូវបានគេជ្រើសខុសបំណងជាញឹកញាប់ឧទាហរណ៍អ្នកខ្លះប្រើសេចក្តីប្រកាសព័ត៌មានជាការផ្សព្វផ្សាយកម្មសុទ្ធសាធពាណិជ្ជកម្មសុទ្ធសាធដោយបំពេញដោយផ្នែកសរសើរខ្លួនឯងដូចជាផលិតផលរបស់យើងល្អបំផុតដោយគ្មានភស្តុតាងជាក់លាក់ការសរសេរសេចក្តីប្រកាសព័ត៌មានគឺជាសិល្បៈដែលទាមទារការយកចិត្តទុកដាក់លើព័ត៌មានលម្អិតនិងការយល់ដឹងអំពីតម្រូវការរបស់សាធារណជនគោលដៅវាមិនមែនគ្រាន់តែជាការរៀបចំព័ត៌មានប៉ុណ្ណោះទេប៉ុន្តែជាការបង្កើននៅសារដែលអាចប៉ះពាល់ដល់អារម្មណ៍និងផ្លាស់ប្ដូរទស្សនៈឧទាហរណ៍នៅពេលអង្គភាពមួយប្រកាសអំពីកម្មវិធីសប្បុរសធម៌ដូចជាការផ្ដល់អាហារូបករណ៍ការបញ្ជូនសម្រង់ពិសេសដែលទទួលផលដូចជា
អាហារូបករណ៍នេះអនុញ្ញាតឲ្យខ្ញុំបន្តក្តីសម័យក្នុងការខ្លាចជាយុវជនអាចធ្វើឲ្យសេចក្តីប្រកាសនេះកាន់តែមានភាពមនុស្សធម៌និងគួរឲ្យចាប់អារម្មណ៍សម្រងបែបនេះមិនត្រឹមតែបន្ថែមភាពជឿជាក់ប៉ុណ្ណោះទេថែមទាំងជួយឲ្យអ្នកអានមើលឃើញផលប៉ះពាល់ជាក់ស្ដែងនៃសកម្មភាពរបស់អង្គភាពលើពីនេះការសរសេរសេចក្តីប្រកាសព័ត៌មានក៏ល្អដ៏ល្អវាតម្រូវឲ្យមានការអនុវត្តជាប្រចាំនិងការទទួលមតិយោបល់អ្នកអាចចាប់ផ្ដើមដោយការសរសេរសេចក្តីប្រកាសដែលទទួលបានជោគជ័យពីក្រុមហ៊ុនធំៗដូចជាការប្រកាសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអំពីផលិតផលថ្មីឬរបាយការណ៍របស់អង្គភាពមិនរកប្រាក់ចំណេញអំពីគម្រោងសហគមន៍សូមធ្វើការសង្កេតមើលរបៀបដែលពួកគេប្រើចំណងដ៏ជើងដ៏តាក់ទាញកថាខណ្ឌដំបូងដែលឆ្លើយ 5W1H និងសម្រងបន្ថែមអត្ថន័យការអនុវត្តការអភិវឌ្ឍជំនាញសរសេរសេចក្តីប្រកាសព័ត៌មានមិនត្រឹមតែជួយអ្នកឲ្យទទួលបានការផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេថែមទាំងបង្ហាញពីសមត្ថភាពរបស់អ្នកក្នុងទំនាក់ទំនងប្រកបដោយជីវវិទ្យានិងគួរឲ្យទុកចិត្តនៅក្នុងបរិបទអាជីពជំនាញនេះអាចជួយអ្នកបង្កើតទំនាក់ទំនងជាមួយសារព័ត៌មានបង្កើតភាពជឿជាក់របស់អង្គភាពនិងឈានទៅសម្រាប់គោលដៅទំនាក់ទំនងជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យបន្តអនុវត្តជំនាញសរសេរសេចក្តីប្រកាសព័ត៌មានសូមចាប់ផ្ដើមដោយការសរសេរសេចក្តីប្រកាសសាមញ្ញដូចជាការប្រកាសអំពីព្រឹត្តិការណ៍សាលាឬការផ្សព្វផ្សាយបុគ្គលិកហើយសូមមតិយោបល់ពីអ្នកជំនាញនៅពេលអ្នកកាន់តែមានបទពិសោធន៍អ្នកនឹងអាចបង្កើតសេចក្តីប្រកាសដែលមានឥទ្ធិពលនិងសមស្របទៅនឹងតម្រូវការរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណជនដោយការអានមេរៀនរបស់ខ្ញុំគឺបានបញ្ចប់ត្រឹមហ្នឹងសូមជម្រាបលាលោកគ្រូ